ហើយមួយទៀតគឺ vlog ខ្ញុំចិត្តចេញនិយាយទៅចិត្តផុសអស់ហើយអញ្ចឹងបើជាសល់តែបាន vlog ទៀតខ្ញុំ edit ហើយខ្ញុំផុសអស់ហើយអញ្ចឹងវាលែងមានវីដេអូផុសទៀតហើយអញ្ចឹងខ្ញុំគិតថាខ្ញុំពេលខ្ញុំផុសហើយអស់ហើយហ្នឹងខ្ញុំនឹងសម្រាប់ជប់ផុសវីដេអូប្រហែលជា 4-5 ខែមុនព្រោះចិត្តបាក់នោះហើយជាមិនគិតស្មានឥឡូវខែ3ថ្ងៃទី8 9ថ្ងៃ7យ៉ាហើយអញ្ចឹងសល់តែបានអាទិត្យទៀតគឺចូលឆ្នាំខ្មែរអញ្ចឹងខ្ញុំថតមកហ្នឹងបើជាខ្ទង់ដាច់ខែ4ខ្ញុំជប់ថតទៀតហើយជប់ថតផុសក្នុង YouTube តែបើក្នុង TikTok ក្នុង Facebook ខ្ញុំអត់ដឹងដែរពេលថ្ងៃខ្ញុំចេះតែផុសរូបផុសវីដេអូខ្លីវីដេអូខ្លះវីដេអូចាស់ៗហើយខ្ញុំទៅមើលទៅឃើញខ្ញុំទៅផុសក្នុង Facebook និង TikTok តែពីច្រើនខ្ញុំផុសក្នុង Facebook ហ្នឹងហើយ TikTok ខ្ញុំសើផុសមកនេះហើយមួយទៀតដោយសារខ្ញុំចិត្តប្រឡងមកដប់អញ្ចឹងហើយខ្ញុំត្រូវខំប្រឹងរៀនសកម្មភាពនេះជាយល់ពីខ្ញុំហើយខ្ញុំក៏យល់ពីអ្នកឯងគ្នាវិញដែរហើយឥឡូវថ្ងៃត្រង់ខ្ញុំក៏បានកាត់សក់ខ្ញុំវិញអញ្ចឹងប្រហែលជាអ្នកគ្នានឹងជួបខ្ញុំ vlog ថ្មីទៀតអ្នកគ្នានឹងឃើញម៉ូដសក់ខ្ញុំប្លែកខ្ញុំអត់ដាច់ចិត្តទេថាកាត់សក់ចង់និយាយថាខ្ញុំអត់ដាច់ចិត្តកាត់សក់ខ្លីទេតែថ្មីចឹងខ្ញុំស្បែកអ្នកគ្នាខ្ញុំតាមភេទអ្នកគ្នាថាខ្ញុំកាត់សក់មួយអីទេថាអ្នកគ្នានឹងជួបខ្ញុំសារជាថ្មីម្ដងទៀតនៅម៉ូដសក់ប្លែកមែនតើអញ្ចឹងមានតែប៉ុណ្្នឹងទេខ្ញុំអាប់ដេតអ្នកគ្នាតែប៉ុណ្្នឹងទេអញ្ចឹងបាយអ្នកគ្នា see you in next video សកម្មភាពនេះនៅ support ខ្ញុំទៅឡើយplease subscribe like comment share អ្នកមួយមកដើម្បីលើកទឹកចិត្តរបស់ខ្ញុំហើយខ្ញុំខំប្រឹងធ្វើវីដេអូបន្ថែមទៀត